រឿងបំរើស្នេហ៍ម៉ាហ្វៀឈាមត្រជាក់ភាគទី18របស់ដែលអាចចង់បានយើងយកមកលេងប្អូនរបស់យើងភ្លាមទៅគេដែនគប់ឯកសារទៅលើតុកមួយដែលនៅក្បែរនោះឲ្យយើងប្រកាសបាត់យ៉ាងម៉េចថាវាមិនមែនជារបស់ខ្លាំងខ្លាយវិកជ្រឹមភ្នែកសម្លឹងទៅគូបដិបៈអាចប្រឌិតមើលបានវិកញញឹមចុងមាត់បន្តិចមុននឹងស្រ័យសមឯកសារមើលប្រមាណទំព័រញញឹមពេញចិត្តពេលដល់វ័យដែលខ្លួនព្យាយាមរកកំពុងនៅក្នុងដៃរបស់ខ្លួនលេងមនុស្សបានឬទៅម៉ាក់កំហុសព្រោះចង់ចូលទៅកសោបនាងតូចណាស់កាន់តែឃើញនាងសម្លឹងមកគេទាំងទឹកភ្នែកគេកាន់តែកញ្ជ្រោះលើដើមមិនតាន់ចាប់ត្រឹមនេះទេវិកញញឹមផ្អែមដាក់អ្នកកំឡោះប៉ុន្តែវាបង្កប់ទៅដោយគំនួចបង្ហាញយ៉ាងច្បាស់ដូចគ្នាឯងចង់កន្លះសម្ដីគេដែនក្តាប់ដៃយ៉ាងណែនសុគាថ្មីសួតកាយភ្នែកក្រហមច្រាំងមិនអាចនិយាយបែបនឹងបានឡើយគេនៅតែញញឹមស្រស់គ្រាន់តែថាពេលដែលយើងត្រូវបលិតាមចាប់កិច្ចខ្លួនណាវេទនាណាពេលនេះចង់រកមនុស្សមកកម្ចាត់កំហឹងខ្លះស្រីម្នាក់នេះស្អាតគ្រាន់បើក្មេងក្នុងពុកប្រហែលជាគួរស្រឡាញ់ណាស់មើលទៅយើងដូចជាចង់ឃើញមុខវានៅពេលនេះហើយកុំប្រេះផ្ដាសោះម៉ាក់ស្រែកមួយទំហឹងពេលដែលឃើញវិកយកកបាត់មកអូកាត់ផ្ទៃមុខតូចចំណុចដេញមកដល់ពឹសប៉ោងតិចៗនោះមុននឹងសង្កត់បន្តិចលេងឲ្យទាំងម៉ាក់និងគេដេនស្ទើរតែដាច់ដង្ហើមចង់សងសឹកមករួចយើងកុំប៉ះប្អូនយើងឯងក្អេកក្អាមតាំងពីដើមពេលនេះយើងចង់ឃើញឯងមករណប់យើងម្ដងថាអារម្មណ៍នេះវាយ៉ាងណាវាល្អយ៉ាងណាចង់យើងធ្វើស្អីនិយាយទៅលើកជង្គង់ចំពោះមុខយើងទៅយើងអាចចលអបន្តិចមិនសម្រាប់ស្រីម្នាក់នេះបានងាកដើរបន្ទន់ជង្គង់រហូតដល់ដីវាក៏ដើរចូលមកចិត្តហើយសម្លឹងមើលនៅកំឡោះជុំមួយកខ្សែភ្នែកមាក់ងាយមុននឹងលើកជើងតត់រៀងក្រាស់ប៉ុន្មានជើងជាការកំសាន្តផាំងខណៈដែលអ្នកគ្រប់គ្នាមិនចាប់អារម្មណ៍ម៉ាក់ហូរកំភ្លើងបាញ់ទៅឯប្រមាណអ្នកដែលឈរក្បែរនាងក្រមុំឲ្យពួកវាប្រកាច់នៅក្នុងទ្រុកឈាមមុននឹងរត់ទៅរកនាងក្រមុំដើម្បីបាញ់ការពារខ្លាចថានាងគ្រោះថ្នាក់គេដែនកន្លះខ្លួនហក់ធាក់វិកមួយជើងរហូតខ្ទាតរួតព្រុសតែម្ដងដែលក៏ជួយឧបករណ៍ហើយកូនចៅចូលមកមិនដល់1នាទីផងក៏រត់ស្រោចូលមកក្រោកកំភ្លើងរត់ឡើងប្រសាញគេដែនបាញ់រះយកមិនសំចៃដៃមិនយូរប្រមាណគ្នារបស់វិកដេករំលាយក្នុងទ្រុកឈាមនៅសងមិនប្រមាណអ្នកដែលនៅបន្តបាញ់មករហូតមករកពួកគេផាំងម៉ាក់ទាញទាំងនាងក្រមុំមកក្បែរឡាំងឈើធំល្មមដែលអាចការពារពួកគេពីក្របកំភ្លើងបានបត់ដាក់អាសន្នទៅចាត់ការស្រាយចំណងនឹងបោះស្គុតចេញពីបត់របស់នាងតូចអូនមិនអីទេឬម៉ាក់អង្អែមកស្រទន់របស់នាងក្រមុំថ្នមយ៉ាងព្រួយបារម្ភពិនិត្យមើលតាមរាងកាយនាងដូចជាខ្លាចថាបាត់មួយសរសៃសក់អីចឹងអូនមិនអីទេសុំតើដែលអូនមិនស្ដាប់សម្ដីបងមីណាស្រវាក់អោបបរោះជាទីស្រឡាញ់យ៉ាងណែនញ៉ាំមិនអីអ្នកដែលចូលមកសួរនាំបងអូនស្រីក្រៅសកម្មភាពនៅខាងក្រៅនោះអាចគ្រប់គ្រងបានហើយវាក៏ត្រូវគេចាប់ដូចគ្នាទឺសម្លេងអ្វីមិនដឹងឡន់ឡើងនៅទាំងពីរមើលមុខគ្នាបន្តិចមុននឹងកលេសទៅរកប្រភពសម្លេងដំរៀងចាក់ទៅកោនកាញ់ជាមួយនឹងខ្សែតូចចម្រោះពោត្រូវចង់ផ្អោបនឹងចង្កេះនាងក្រមុំតែវាគឺជាក្របបែកកំណត់ម៉ោងនោះឯងមីណាមិនដឹងនោះទេថាវាមកចាប់ខ្លួននាងដោយរបៀបណាសម20វិនាទីគេđemពោឡើងសម្លឹងទៅម៉ាក់ឆ្លាស់គ្នានឹងនាងក្រមុំពើបោះក្រិតតែបាច់ខ្វះពីខ្ញុំឡើយមីណាស្រែកដាច់ខណៈដែលគេដែនដកកងកបិតមកកាត់ខ្សែដើម្បីផ្ដាច់ក្រំនៅកំឡោះដកដង្ហើមធំមួយខុសយកចិត្តទឹកដាក់លើខ្សែដែលរញ៉ៃស្គើថាកាត់មិនខុសទៅចាស់មិនអីទេប្រកាសជាមិនអីទេម៉ាក់កាន់ដៃនាងឲ្យកម្លាំងចិត្តសូម្បីតែគេក៏បុកពោះដូចគ្នាជ្រុបសម្លេងដកដង្ហើមធូរទ្រូងលន់ឡើងក្រៅខ្សែពោះលឿងត្រូវបានកាត់ផ្ដាច់ហើយមិនតាន់ផ្ទុះនៅតាមមួយពោះទៀតប៉ុណ្ណោះ10វិម៉ាក់រំលឹកនៅទាំងពីរជ្រាបញើសជោគថ្ងាសទៅហើយខណៈដែលមីណាក៏យំសស្រាក់មិនឈប់គិតតបពីដាញ់ពួកគេឲ្យរត់ទៅកុំខ្វះពីខ្ចប់អីនាងរួចច្រាត់ពួកគេទាំងពីរឲ្យចាញ់តែម៉ាក់ក្រសាប់នាងយ៉ាងចាប់មិនព្រមប្រឡែងគេដែនថ្មិចភ្នែកមុននឹងទាញកំបិតផ្ដាច់ខ្សែមួយទៀតទាំងមិនប្រកាសក្នុងចិត្តសង្ឃឹមហាសម្ហាំងនៅខាងគេទៅចោះជ្រុបពូងស្លេងផ្ទុះឡើងបន្តពីខ្សែត្រូវបានកាត់ផ្ដាច់ចេញពីគ្នាតែមិនមែនជាក្របបែកដែលនៅចាប់ខ្លួនរបស់មីណាឡើយតែជាក្របបែកផ្សែងដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មានពួកយើងមិនស្លាប់តែមែនទេមីណាស៊ូដល់សម្លេងញ័រខណៈដែលម៉ាក់ក៏ចូលមកឲ្យកសាប់នាងយ៉ាងណែនជាការលួងលោមឯនាំនាងទៅមុនទៅយើងនៅចាត់ការរឿងខ្លះបន្តិចងាកដល់នឹងឯក្បាស់ប្អូនស្រីសម្រាប់រួចក៏ដើរចេញទៅតាមបានប្រមាណជំហានផងក៏ផាំងស្នូក្រកកំភ្លើងពីរលន់ឡើងម៉ាក់ក៏វាភ្នែកទៅមើលឃើញថានេះជាកូនចៅរបស់វិកម្នាក់ដែលលាក់ខ្លួននៅក្រៅបន្ទះឈើជាអ្នកបាញ់តម្រង់មករនាងក្រមុំទៅអ្នកកំឡោះរហ័សកន្លះខ្លួនមកពីងផាំងជ្រុបក្រកកំភ្លើងហោះមកទុំលុះចំកណ្ដាលក្នុងរបស់កំឡោះទាំងពីរក្របឈាមបាច់ឆ្វាច់គួរឲ្យញញើតភ្លាមនោះដែរគេដែនក៏ងាកមកល្មមទៅមួយក្របកណ្ដាលក្បាលទៅកាន់អាម្នាក់នោះឲ្យប្រកាច់ភ្លាមស្លាប់ភ្លាមតែម្ដងម៉ាក់បាច់ចាំបាច់ហើយកុំកេងណាមីណាចូលមកត្រកងរាងកាយដែលចាប់ផ្ដើមទុននោះអង្រុនតិចកុំជប់អីម៉ាក់និយាយដាច់ទាំងវេទនាគេមិនចង់ឃើញនាងយំទៀតឡើយគេដែននិយាយអ្វីមិនចេញបានត្រឹមតែចូលមកគ្រារាងកាយរបស់ប្អូនថ្លៃឡើងឡានបញ្ជូនទៅមន្ទីរពេទ្យព្រោះសភាពគេពេលនេះធ្ងន់ធ្ងរគួរសម
កុំកេងអសោះណានាងយំកាន់តែខ្លាំងពេលដែលឃើញភ្នែករបស់គេចាប់ផ្ដើមបិទបន្តិចម្ដងមន្ទីរពេទ្យមីណាអង្គុយមិននិយាយស្ដីនៅមុខបន្ទប់សង្គ្រោះបន្ទាន់ហេតុការណ៍នេះទៀតហើយហេតុអីក៏នាងត្រូវមកអង្គុយចាំមនុស្សដែលនាងស្រឡាញ់នៅមុខបន្ទប់សង្គ្រោះបន្ទាន់ម្ដងហើយម្ដងទៀតបែបនេះឬថាឃើញនាងមានសេចក្ដីសុខបន្តិចព្រះជាម្ចាស់មិនសុខចិត្តមីណាអង្គុយស្រក់ទឹកភ្នែកម៉ាត់រងចាំយ៉ាងទសាខណៈដែរហ្គេដេនបានត្រឹមឈរមើលប្អូនស្រីយ៉ាងស្ងៀមស្ងាត់មិនហ៊ានចូលមករំខានព្រោះចង់ទុកពេលឲ្យនាងបាននៅម្នាក់ឯងខ្លះបងប្រកាសជាមិនអីទេនាងទៅទិញក្នុងចិត្តមិនដាច់នាងខ្លាចខ្លាំងណាស់ខ្លាចថាគេកេងមិនក្រោកខ្លាចថាគេលែងចង់ជួបមុខនាងបន្តកូនមិនបាច់បារម្ភទេលោកប៉ាមិនអីទេនាងញញឹមលួងខ្លួនឯងអង្អែលពោះថ្នមយ៉ាងរវើរវាយក្រាក់គ្រឿងពេទ្យដើរចេញមកមីណាក៏រហ័សចូលទៅសួរផ្លេត2ម៉ោងដែលនាងអង្គុយចាំនេះចំពោះនាងប្រៀបដូចជា2ឆ្នាំចាក់អីចឹងគេចាំបាច់ហើយនាងញោមមកនិយាយមិនចង់ត្រូវពាក្យបេះដូងកន្ត្រាក់ស្ទើរធ្លាយទៅហើយពេលនេះពួកយើងមិនតាន់អាចសន្និដ្ឋានបានជាលក្ខណៈឡើយទេដោយសារក្រកភ្លើងប៉ះពាល់ខួរឆ្អឹងខ្នងធ្ងន់ធ្ងរអាចនឹងពិការវេជ្ជវៈណាមួយតែក៏មិនតាន់ប្រកាសចិត្តដូចគ្នាតែអ្នកជំងឺដឹងខ្លួនទៅពួកយើងពិនិត្យសម្រាប់ម្ដងទៀតប៉ុន្តែពួកយើងក៏មិនដឹងដូចគ្នាថាគេអាចប្រើពេលយូរប៉ុណ្ណាទើបដឹងខ្លួនគ្រូពេទ្យនិយាយឡើងវែងមីណាស្ទើរតែស្ទន់ជង្គង់ទៅហើយតែបើសិនជាមានអ្នកបោយចាក់ខួរឆ្អឹងខ្នងអត្រាដែលគេអាចដឹងខ្លួនវាអាចនឹងមានខ្ពស់មិនអាចទេមីណាស្រែកខ្លាំងមិនចង់ជឿនឹងអ្វីដែលខ្លួនស្ដាប់ឮមុននេះឡើយនាងឈានជើងថាក្រៅស្ទើរតែទប់លំនឹងលេចបានទៅហើយសំណាងឲ្យដែលមានគេដេននៅទប់ពីក្រោយមិនចឹងទេប្រកាសជាដួលព្រោះមិនខានឡើយមីណាតាំងស្មាតដៃបន្តិចបានទេគេដេនទេប្អូនស្រីមកក៏សាប់ចាប់នឹងដើមទ្រូងនាងយំស្ទើរគាំងទៅហើយមិនយល់ហេតុអីក៏ជីវិតនាងអាផាប់យ៉ាងនេះគេមិនអីទេមែនទេគេមិនអីទេអាងកុំបារម្ភពេកអីគេប្រកាសជាងើបមកជួបឯងវិញមិនខានគេថ្មិចភ្នែកអាណិតប្អូនខ្លាចចិត្តនិយាយក៏ហក់ឲ្យនាងធូរចិត្តខ្លះព្រោះតាមស្ដាប់សប្បាយគ្រូពេទ្យអំបញ្ញមិញគេក៏គ្មានសង្ឃឹមច្រើននោះដែរត្រាស់គេស្លាញ់កូនយ៉ាងនេះមិននឹងដាច់ចិត្តទៅចាប់ពួកគេទៅនាងតូចយំរហែមមកឯពោះខ្លួនឯងចុះឡើងកូនគឺជាកម្លាំងចិត្តធំបំផុតសម្រាប់នាងពួកយើងចូលទៅមើលគេទៅគេដែនបបួលឬក៏កសាស្មាននាងចូលទៅក្នុងបន្ទប់ដែលមានវត្តមានម៉ាក់បងកុំគេយូរពេកណាស់នាងចាប់ដៃគេមកកសាបជំពិតនឹងថ្ពាល់របស់ខ្លួនឯងបើវាមិនក្រោកបងនឹងចាត់ការវាមិនខានគេដែនដើរមកទៅស្មាននាងក្រមុំតិចនិយាយលែងសាយខ្លះកុំឲ្យនាង stress ខ្លាំងពេកមកពីអូនមិនស្ដាប់បង្កប់បងបើអូនស្ដាប់តាបងមិនដាស់ផ្ដេសផ្ដាស់ក៏គ្មានរឿងបែបនេះដែរនាងរៀបរាប់បន្ទោសខ្លួនឯងមិនឈប់ងាកដេនចេញហៅប៉ៅដាវចេញព្រោះមិនចង់រំខានអ្នកទាំងពីរឡើយអត់សំទោសដែលរឹងរូសសំទោសដែលមិនស្ដាប់សម្ដីបងនាងគិតតែថ្មិចភ្នែករំលេចដំណក់ទឹកថ្លាចេញមកមិនបានចាប់អារម្មណ៍នឹងអ្នកដែលកំពុងថ្មិចភ្នែកសម្លឹងមកនាងជាមួយស្នាមញញឹមចង់មាត់នោះឡើយអូនស្រេចបងខ្លាំងណាស់លោកប្តីកុំទៅណាចោលអូនឲ្យសោះនេះជាបញ្ជានាងនិយាយផងយំផងរហូតដង្ហក់តែនៅតែមិនព្រមឈប់អូនទុកពេលឲ្យបងមួយថ្ងៃបើមិនដឹងខ្លួនទេអូននឹងខឹកបងហើយណានាងដឹងថាវាមិនបានផលឡើយក៏ដឹងថាគេគ្មានស្មារតីដើម្បីស្ដាប់សម្ដីនាងនោះដែរតែនាងគ្រាន់តែចង់ផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងប៉ុណ្ណោះលើតែថាអូននឹងស្អប់បងមនុស្សអាក្រក់នាងដំឡើងសំឡេងលឺជាងមុនបន្តិចធ្វើអ្នកដេកនៅលើគ្រែអ្នកជំងឺទប់សាច់មិនបានអូយអូនស្រេចលឺយ៉ាងនេះបើបងមិនលឺមានតែថ្លង់អ្នកកំឡុះនិយាយលេងឲ្យនាងញញឹមប្រើម្រាមដៃផ្ដិតទឹកភ្នែកចេញពីថ្ពាល់នាងថាម៉ាបងពិតជាដឹងខ្លួនមែនទេអូមិនជាសັບទេមែនទេនាងចាប់ដៃគេមកអង្រួននាងខ្លាចណាស់ខ្លាចថាវាក្រាន់តែជាការស្រមៃមិនមែនយកសັບទេសុំទោសដល់បងកោះអូនប្រពន្ធសម្លាញ់គេនិយាយចាប់កៅអូនទៅថាបបោះមកតូចចំណុចនោះថ្នមបានន័យថាសប្តីគ្រូពេទ្យមុននេះនាងលើកជាចាំសួរអ្នកកំឡោះក៏ញញឹមដាក់ហើយទីនាងមកថាម្ដងទៀតមុននឹងសឹបដាក់ទៅជាសុំទោសបើដឹងតែថាអូនបារម្ភពីបងក៏បាត់ដែរហេតុអីក៏លេសសាច់នឹងអារម្មណ៍អូនបែបនេះមីណាពេកមាត់ចង់យំម្ដងទៀតនាងបារម្ភពីគេស្ទើរឈួតគេមានដឹងទេបងដឹងថាអូនស្រឡាញ់បងខ្លាំងលើក្រោយបងមិនធ្វើអីចឹងទៀតទេគេឲ្យមកថាប់នាងយ៉ាងទន់ភ្លន់ជាការលួងលោមឃើញនាងបារម្ភពីគេបែបនេះគេរំភើបណាស់នាងមានដឹងទេបងគួរឲ្យស្អប់ណាស់នាងក្តាប់ដៃគក់ទ្រូងគេដឹបយ៉ាងក្រឹកខ្នាញ់បោះសុំទោសហើយតានៅមិនបានទៀតម៉ាក់ទាយនាងឲ្យមកឡើងលើក្រែជាមួយកសោបណានដៃបានទេអូននៅខឹងនៅឡើយឲ្យចង់ឲ្យបងធ្វើយ៉ាងម៉េចទៅនៅកំឡោះជុំពិតច្រមុះលើស្មានាងថ្នមស្រូបក្លិនក្រអូបគិតមកខ្លួនឯងទៅនាងនិយាយបែបងងក់ទៅគេអោនទៅឈ្មោលត្រង់ដាំកឲ្យនាងរសាប់លេងអូយ
អាសាបណា នាងរើបន្តិចសប្បាយចិត្តណាស់ដែលគេមិនអីតែក៏អត់ខឹងមិនបានដែលគេកុហកនាងបែបនេះឈប់ខឹងឬនៅឈប់ខឹងទៅណាប្រពន្ធសម្លាញ់ក៏បាននាងញញឹមបាយទៅរកអ្នកកំឡោះមុននឹងថាថ្ពាល់ថាប្រើដៃចង្អុលដេញលើថ្ពាល់អ្នកកំឡោះលេងតិចបងស្លាញ់អូនគេសារភាពស្នេហ៍មិនដឹងជាលើកទីប៉ុន្មានហើយទេដឹងត្រឹមតែថាគេនិយាយពាក្យនេះឲ្យនាងស្ដាប់រាល់ថ្ងៃអូនក៏ស្លាញ់បងដែរលោកប្តីនាងនិយាយចាប់អ្នកកំឡោះក៏រូបនាងមកកសោបក្នុងប្រអប់ទ្រុងស្រូបយកចំហាយកក់ក្ដៅពីខ្លួននាងក្រមុំយ៉ាងស្ងៀមស្ងាត់រឿងបំរើស្នេហ៍ម៉ាហ្វៀឈាមត្រជាក់ចប់ដោយបរិបូរអរគុណច្រើនប្រិមិត្តដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់អធិស្ឋានកំហុសខុសឆ្គងដែលកើតឡើងនៅក្នុងការអានដោយអចេតនាផងដែរចាចំពោះប្រិមិត្តដែលមានរឿងចង់សំណូមពរមកកាន់ខាងយើងខ្ញុំអានចាអាចទំនាក់ទំនងផ្ញើមកកាន់ខាងយើងខ្ញុំបានចាអរគុណច្រើនជួបគ្នាជាបន្តនៅរឿងក្រោយចាជម្រាបលា